ជ្រាបសួរបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់មេរៀនរបស់ពួកយើងបន្តទៀតហើយនេះគឺជាមេរៀនទី4ហើយសូមទោសបងប្អូនទាំងអស់គ្នាខ្លាំងមែនទែនដែលដាច់មករយៈធំព្រោះដោយសារយើងមួយរយៈមុនខ្ញុំរវល់ការងារច្រើនពេកហើយក៏យើងសង្គ្រាមផយផងទៅអត់មានអារម្មណ៍ធ្វើមេរៀនបន្តឥឡូវនេះយើងបកត្រឡប់មកវិញមូលមកវិញអញ្ចឹងយើងមករៀនតនៅមេរៀនទី4របស់ពួកយើងដោយសារតែយើងបានរៀននៅ3មេរៀនរួចរាល់ហើយអញ្ចឹងនេះគឺជារូបដែលខ្ញុំបានយកចូលមកក្នុង Lightroom រួចហើយរូបនេះគឺជារូបដែលខ្ញុំរៀនពីគ្រូរបស់ខ្ញុំមកដែរអញ្ចឹងខ្ញុំយកមកចែករំលែកជាមួយបងប្អូនទាំងអស់គ្នារូបនេះគាត់ថតនៅស្រុកបារាំងនៅអ្នកធ្លាប់ទៅលេងបារាំងអីកន្លែងនេះគេស្គាល់គឺសារមន្ទីរខាងក្រោមហ្នឹងគឺសារមន្ទីរអញ្ចឹងខាងលើហ្នឹងវាមាន architecture វាមានអគារដែលអាចថតរូបបានស្អាតមែនទែនអញ្ចឹងយើងចូលទៅរបៀបការកែរូបរបស់ពួកយើងទៅដំបូងឡើយគឺសេរី temperature នៅលើរូបនេះខ្ញុំគិតថាត្រឹម5200ឯង5200ដាក់មើលសិនទៅបើយើងខុសត្រូវយ៉ាងណាចាំយើងបន្ថយទៅតាមនឹងទៀតហើយដោយសារតែរូបនេះគាត់ថតមកពន្លឺវាបលិនល្អខ្លាំង highlight គឺមានតិចតួចមែនតើចឹងយើងដក highlight មានតែកន្លែងនេះមានតែកន្លែងលើរ៉ូបនេះបើមេឃអីក៏អត់សូវមាន highlight ខ្លាំងដែរវាអាចមកពីបរិយាកាសថ្ងៃនោះដែរអញ្ចឹងយើងបើកសារដូរឡើងបន្តិចមកវាយទាញបន្តិចហើយ black ទាញចុះបន្តិចពលឺប៉ុណ្ណឹងមុំហ្នឹងអូខេ highlight ទាញបន្តិចទៀតណាបិទឲ្យអស់បណ្ដោយ highlight shadow no shadow ដាក់25 is okay ហើយយើងចុះមកក្រោម vibrant បូក10 vibrant នេះជួនខ្ញុំប្រើជួនខ្ញុំអត់ដែរទេវាដូចជាមិនសូវជាចាំបាច់អីប្រហែលដែរ vibrant ហ្នឹងអញ្ចឹងយើងចូលមកដល់ color mixer របស់យើង color mixer យើងដូចធ្លាប់មេរៀនមុនអញ្ចឹងណាពណ៌ orange ដល់ពណ៌សាច់ហើយយើងបើកខ្លាំងមកឃើញភ្លឺសាច់ហ្នឹងអញ្ចឹងយើងបើកមក orange luminance ត្រូវចាំកន្លែងហ្នឹងគឺ luminance គឺពឿទៅលើពន្លឺនៃពឿហើយ saturation ភាពដិតនៃពណ៌ហើយ hue នេះគឺការផ្លាស់ប្ដូរពណ៌ជួយខ្ញុំទាញបងប្អូនទាំងអស់គ្នាមើលម្ដងទៀតណាសម្រាប់បងប្អូនដែលធ្លាប់បានរៀន3មេរៀនមុនក៏ដឹងហើយខ្ញុំទាញ luminance ណាឃើញទេទាញ luminance ពន្លឺវាធ្លាក់ចុះធ្លាក់ឡើងវាពន្លឺរបស់ពណ៌ហើយដល់ពេលយើងទាញ saturation ភាពដិតនៃពណ៌ឃើញ slate ទេយើងទាញឡើងឃើញដិតខ្លាំងឃើញ color ខ្លាំងហ្នឹងភាពដិតនៃពណ៌ដល់ពេល hue ផ្លាស់ប្ដូរពណ៌ឃើញសាច់មនុស្សយើងឃើញសាច់មនុស្សយើងទៅជាលឿងឬទាញចុះខ្លាំងទៅជាស្វាយទៅជាអីអញ្ចឹងទៅអាហ្នឹងវាមុខងារវាអញ្ចឹងខ្ញុំដកបន្តិចហើយក្រហមនេះខ្ញុំឡើង luminance បន្តិចដែរនេះតែឡើងបន្តិចទេដូចជាអត់មានពាក់ព័ន្ធទេ green អីនេះក៏អត់ពាក់ព័ន្ធដែរតែដែលពាក់ព័ន្ធគឺពាក់ព័ន្ធនឹង blue នេះព្រោះយើងមានពណ៌របស់មេឃយើងមើលខ្ញុំទាញដក luminance បន្តិចបូកចូលបន្តិចឲ្យពណ៌មេឃកាន់តែស្អាតយកបូកត្រឹម10 is okay គឺប៉ុណ្ណឹងមានពណ៌ប៉ុណ្ណឹងហើយកន្លែង color grading នេះក៏អត់ប្រើដែរចុះមកក្រោមទាំងម្ដងខ្ញុំបិទអានេះទៅកុំឲ្យឃើញច្រើនពេកចុះមកក្រោមទាំងម្ដងចូលមកកន្លែង calibration នេះដូចសពដងគឺយើងបើកកន្លែង blue primary យក saturation បើកចូល40អីមកឲ្យពណ៌កាន់តែស្អាតអានេះវាឡើងពណ៌មកគឺឡើងពណ៌មកស្មើហ្មងឡើងទាំងពន្លឺឡើងទាំង color ឡើងមកស្មើស្អាតហ្មងបងប្អូនអាចមើល before and after បានឃើញទេវាឡើងមកស្អាតទេកន្លែងសាច់យើងក៏ឡើងមកពណ៌ស្អាតទេឃើញទៅវាមេឃក៏ដូចគ្នាដែរចាំមើលណាឃើញនេះឡើងមកស្អាតហ្មងខ្ញុំដកនេះ15ដែរឲ្យពណ៌សាច់យើងទៅគឺប៉ុណ្ណឹងរួចរាល់ការ convert ពណ៌នៅក្នុង Lightroom របស់ខ្ញុំងាយលឿនខ្លាំងមែនតើតែដោយសារថ្ងៃនេះខ្ញុំមាន2រូបអញ្ចឹងខ្ញុំនឹង copy color ពីរូបនេះជាង control C ណា control C ឬក៏ command C មកសម្រាប់អ្នកប្រើ Mac command C មកអ្នកប្រើ Windows control C មកយើង copy ទៅយើងមើលកន្លែងនេះយើងគ្រីសទាំងអស់មក curve អីនឹងក៏គ្រីសដែរវាថា curve មិញខ្ញុំអត់បានប្រើផងអញ្ចឹងអាណាដែលអត់នេះដូច transform ខ្ញុំអត់បានគ្រីសទេព្រោះមិញក៏អត់បានប្រើដែរហើយ calibration គឺគ្រីស
ចឹងវាគ្រីអាណាវាទៅអាហ្នឹងណាតែអត់គ្រីវាអត់ទៅជាមួយទេចឹងយើង copy ហើយយើងចូលទៅរូបណាដែលយើងចង់ផាសចូលទៅយើងចុច command V ឬ control V ផាសបញ្ចូលមកហើយចូលមកកន្លែងនេះទៀតតែយើងទាញពលឺថែមព្រោះដោយសាររូបនេះយើងវាស្ថានភាពខុសគ្នាយើងបើកពលឺចូលខ្លាំងបន្តិចនេះប៉ុណ្នេះមកបានរូបយើងឃើញស្អាតនៅថ្ងៃរេធ្លាក់ចេះស្អាតខ្លាំងមែនទែនអញ្ចឹងរូបនេះខ្ញុំមើលទៅវារៀងមើលទៅរៀងត្រេតអញ្ចឹងយើងទាញវាឲ្យត្រង់បន្តិចយើងថ្លឹងវាត្រង់បន្តិចយើងចូលមកកន្លែង transform ហើយយើងចុចយកកន្លែងនេះមកហើយយើងអូសទៅលើបន្ទាត់ណាដែលយើងមើលទៅវារៀងត្រង់ណាដូចកន្លែងនេះអីពីនេះមកនេះវាមើលទៅវាត្រង់នេះទាញអញ្ចឹងមួយមកហើយនេះដូចអាតំណុងនេះវាត្រង់ចេះអញ្ចឹងយើងទាញអញ្ចឹងដែរយើងទាញមកឲ្យស្មើគ្នាជាមួយតំណុងហ្នឹងមកអញ្ចឹងវាទាញរូបយើងឯងទាញរូបយើងឲ្យមើលទៅរៀងទាញត្រង់ឯងអញ្ចឹងប៉ុណ្ណឹងមករូបយើងចាប់ផ្ដើមមើលទៅត្រង់ឯងយើងមើល before and after អញ្ចឹងប៉ុណ្ណឹងមករៀងត្រង់ហើយអូខេអីពួករូបនេះខ្ញុំអត់មានអីថែមអីតិចដែរខ្ញុំគិតថាម៉ាស់វាបន្តិចអញ្ចឹងយើងចូលមកកន្លែងម៉ាស់បន្តិចមកពួករូបនេះខ្ញុំចង់ម៉ាស់ថែមបន្តិចអញ្ចឹងយើងយក linear gradient នេះមកហើយអូសវាវ៉ាវពីខាងនេះបន្តិចមកខ្ញុំថែមពណ៌លឿងចូលបើក temperature មកយើងយកមកពណ៌លឿងមកបើកពលឺចូលប្រហែលជា20អូខេអញ្ចឹងទៅវាដូចពលឺយើងជះមកលើ subject របស់យើងចេះរូបនេះខ្ញុំគិតថាគាត់វាយភ្លើងពីខាងនេះដែរនេះវាយភ្លើងពីខាងឆ្វេងទៅនេះលើកភ្លើងឡើងខ្ពស់មកវាយភ្លើងពីខាងឆ្វេងនេះចូលមកអញ្ចឹងទើបមានពលឺខាងនេះមកជះមកមានស្រមោលអញ្ចឹងអូខេហើយរូបនេះ shadow នៅខាងក្រោមប៉ុណ្នេះក៏វាអត់អីដែរខ្ញុំគិតថាអូខេដែរទេចាំយើងកែកុនបន្ថែមនៅក្នុង Photoshop អញ្ចឹងរួចរាល់យើង select ទាំងពីររូបមកហើយយើង export យកទៅចូលក្នុង Photoshop អញ្ចឹងនឹងគឺជារបៀបដែលខ្ញុំតែងតែកែនៅក្នុង Lightroom តែពិតកែនៅក្នុង Lightroom លឿនមែនតើសឹងថាដល់ពេលយើងស្ទាត់ជំនាញខ្លាំងហើយមែនទែនធ្វើតែមួយផ្លេតហើយអញ្ចឹងយើងយកទៅ final color នៅក្នុង Photoshop អញ្ចឹងយើងចូលមកកាន់ Photoshop យើងទាំងអស់គ្នាឥឡូវរូបនេះខ្ញុំបានយកចូលមកកាន់ Photoshop ហើយអញ្ចឹងជាដំបូងសម្រាប់បងប្អូនដែលរៀនកែថ្មីខ្ញុំយល់ថាបងប្អូនគួរតែ copy layer មួយទៅ control J ឬក៏ command J មក copy layer យើងចេញមួយអញ្ចឹងមកដើម្បីយើងកែនៅលើ layer ថ្មីកុំឲ្យប៉ះពាល់ layer background ទុកឲ្យ layer background នៅ layer background សិនទៅហើយចំពោះការកែ copy layer ហើយយើងបោសសម្អាតលុបអីដែលមើលទៅរំខានព្រោះក្នុងការកែ master គឺអញ្ចឹងឯងរូប master មួយគឺយើងកែលម្អិតយើងកែព្រឹត្តព្រៀងណាបោសលុបវាឲ្យស្អាតបេះចោលអស់មកប្រើអក្សរ M ក៏បានដែរបងប្អូនចុចអក្សរ M មកគូឆ្វែលចេះមកហើយចុច shift ឲ្យជាប់មកអូឆ្វែលកន្លែងណាដែលបងប្អូនចង់លុបទៅចាំ shift delete ណា shortcut ណាចុច shift ឲ្យជើបហើយចុច delete មកវានឹងលោតចេះហើយយើងយកពាក្យ content aware អានេះដាក់ 100% អានេះ normal អញ្ចឹងត្រូវហើយអញ្ចឹងយើងគ្រីសខ្វោកទៅនេះលុបអស់លីងអញ្ចឹងយើងធ្វើអញ្ចឹងទាំងអស់មកកន្លែងណាដែលវាមើលទៅអត់ស្អាតយើងលុបយើងសម្អាតវាឲ្យស្អាតអញ្ចឹងបន្ទាប់ពីយើងលុបស្នាមណាដែលប្រឡាក់រួចរាល់ហើយយើងចូលទៅកាន់ចាហានបន្ទាប់របស់ពួកយើងថ្ងៃនេះខ្ញុំនឹងថែម tip ឲ្យបងប្អូនទាំងអស់គ្នាមួយទៀតទាក់ទងនឹងការបោកសាច់មនុស្សឲ្យថ្លាបោកសាច់មនុស្សឲ្យរាងសបន្តិចបោកកន្លែងស្មៅនិយាយទៅបោក shadow អញ្ចឹងយើងចុច shift C option ហើយនឹង command ហើយលេខ2 C option command ហើយលេខ2មករត់ select ហ្នឹងរត់ select ឆ្វែលពីលើ highlight អញ្ចឹងដើម្បីយើងចង់បោសស្មៅ shadow បានយើងចុចC command ម្ដងទៀតមកហើយចុចអក្សរ I ដើម្បី inverse វាមានន័យថាវាត្រឡប់ទៅលើកន្លែង shadow វិញនេះបើបងប្អូនចង់ដឹងច្បាស់ចូលមកកន្លែង select មកនេះឃើញពាក្យ inverse ហ្នឹងគឺយើងត្រឡប់ selection របស់យើងបន្ទាប់មកយើង copy layer ហើយយើងយក screen
screen ទៅឃើញកន្លែងបងប្អូនឃើញកន្លែង shadow ឯងឃើញកន្លែង shadow គឺភ្លឺស្អាតហ្មងប៉ុន្តែវាភ្លឺជ្រុលពេកវាភ្លឺទៅស្ទើរតែគ្រប់កន្លែងនៃ shadow អញ្ចឹងដើម្បីយើង control វាយើងត្រូវ mask វាចុច alt ឲ្យជាប់ចុច option សម្រាប់បងប្អូនដែលប្រើ Mac option ឲ្យជាប់មកចុចមកយើង mask វាបានហើយអញ្ចឹងយើងបោសទៅលើតែកន្លែងងឹតបានហើយយើងប្រើអក្សរ B brush tool ចុចចូលកន្លែងនេះមកហើយយើងបរួម bridge វាមកប្រើ key បរួម bridge បងប្អូនស្គាល់ទេណាហើយត្រូវប្រកាសថានេះ foreground របស់យើងពណ៌សbackground របស់យើងពណ៌ខ្មៅអញ្ចឹងយើងបោសទៅលើកន្លែងណាដែលល្ងិតយើងបោសមកបោសថ្នមប្រយ័ត្នប្រយែងណាកុំឲ្យវាហៀធ្លាក់ទៅនេះពេកតែពលឺនេះគឺខ្លាំងពេកហើយបងប្អូនទាំងអស់គ្នាដើម្បីបន្ថយវាឲ្យល្មមនេះយើងបន្ថយ opacity នេះសម្រាប់ខ្ញុំប្រើទូទៅធម្មតាខ្ញុំប្រើតែ50ទេខ្ញុំអត់ដែលប្រើពេញ 100% ទេចឹងខ្ញុំគិតថា50គឺមុំយើងបោសតិចមកហើយលើខោអាវយើងបោសបានដូចគ្នាដែរកន្លែងណាដែលយើងមើលទៅវាទំនងថាបោសឲ្យវាភ្លឺស្អាតយើងបោសបានដូចគ្នាដែរណាបោសឲ្យវាមើលទៅជាពលឺ highlight រៀងដិតបន្តិចខ្ញុំបោះលើរ៉ូបលើអីដូចគ្នាដែរអូខេយើងមើល before and after ឃើញទេរូបយើងបោស shadow មកយើងមើលទៅសាច់រូបយើងរៀងស្មើបន្តិចរៀងស្មើជាងមុនបន្តិចអញ្ចឹងជំហានបន្ទាប់អានេះខ្ញុំសុំមើល layer 2នឹងចូលគ្នាណាវាមើលចុច select ទាំងពីរ layer អញ្ចឹងមក command E មកមើលចូល layer ហ្នឹងហើយអញ្ចឹងបន្ទាប់មកទៀតគឺខ្ញុំរុញនៅ subject របស់យើងអញ្ចឹងយើងចូលទៅកាន់ filter យកថា liquify អញ្ចឹងយើងនឹងរុញរៀង subject របស់យើងដោយសារតែនៅក្នុងរូបនេះគឺ background របស់យើងគឺនេះខាងក្រៅនេះវាដូច texture អញ្ចឹងវា pattern នេះវា grow អញ្ចឹងកាលណាតែយើងរុញអត់ប្រយ័ត្នទេវាកោងទៅទាំងដែកឃើញកោងដែកទាំងអានេះទៅអញ្ចឹងដើម្បីការពារកន្លែងហ្នឹងយើងចុចcomment set redo មកវិញសិនមកយើងដើម្បីការពារកន្លែងហ្នឹងគឺយើងយកនេះយើងគូសអញ្ចឹងមកគូសកន្លែងណាដែរនេះអញ្ចឹងកន្លែងណាដែលមានក្រហមហ្នឹងគឺពេលយើងរុញ subject របស់យើងទៅវាអត់ប៉ះដល់ទេយើងចុចការពារកន្លែងហ្នឹងបោះក្រហមរួចទៅចាំយើងចូលទៅកន្លែងរុញវិញយករូបចង្អុលដៃហ្នឹងមក zoom ចូលឲ្យគៀកបន្តិចមកដើម្បីយើងមើលរូបយើងឲ្យស្រួលអូខេពេលយើងទាញមកអានេះវាអត់ប៉ះឲ្យព្រោះមានក្រហមនោះវាការពារទៅនេះយើងយើងរុញចូលតិចទៀតដែរដៃក៏រុញចូលតិចទៀតមកដើម្បីកុំឲ្យឃើញប៉ោងពេកហើយដៃខាងនេះរុញចូលតិចដែរកុំឲ្យមើលទៅដូចសាច់ដុំឃើញរុញទៅយើងវាចទៅទាំងដៃតែអានឹងខាងក្រោយអញ្ចឹងតិចតួចវាអត់អីទេយើងអាចយកបានអូខេប៉ុណ្ណឹងមកកែងដៃដូចស្រួចពេករុញចូលបន្តិចដែរអូខេអញ្ចឹងយើងមើល before and after យើងឃើញទេចុចអូខេមកអញ្ចឹងរួចរាល់ក្នុងការរុញអញ្ចឹងចូលដល់វា master color ហើយដើម្បី master color បានបងប្អូនដែលធ្លាប់រៀនពីមុនមកដឹងខ្លះហើយអញ្ចឹងខ្ញុំចូលទៅហើយគឺចូលទៅ filter ហើយយក next collection ហើយយក next collect effect color effect ហើយយូរទៅនិយាយលេងត្រូវហើយបងប្អូនទាំងគ្នា sorry អូខេពេលយើងចូលមកដំបូងដើមដៃបំផុតនៅក្នុងកន្លែងនេះគឺខ្ញុំប្រើនៅ tonal contrast នេះអានេះខ្ញុំ favorite ហើយណាបងប្អូនទាំងអស់គ្នាធ្លាប់រៀនដឹងហើយណាបើអត់ចេញ favorite អញ្ចឹងទេនេះវាចេញ all វាអត់ចេញ favorite នេះវាចេញរាយអញ្ចឹងបងប្អូនរោមើលឲ្យដូចខ្ញុំទៅដាក់ចុចផ្កាយយកមកហើយចាំចុចយក favorite មកអញ្ចឹងវាចេញតែ favorite ហ្នឹងទេចុច tonal contrast មកពួកខ្ញុំប្រើដំបូងគេបំផុតគឺ tonal contrast ហ្នឹងឯងចុច tonal contrast ហើយកន្លែងនេះ saturation នេះខ្ញុំដកចេញ0អត់ប្រើទេអញ្ចឹងដែលប្រើតែប្រហែល highlight វា tune ហើយនឹង shadow ហ្នឹងទេ
នេះប្រើតែ3ហ្នឹងទេទាញមើលមកល្មមធម្មតា20គឺអូខេព្រោះដោយសាររូបនឹងរាងស្មើស្រាប់ទូណូ contrast នេះខ្ញុំចាក់ទៅលើតែសម្លៀកបំពាក់ឯណាខ្ញុំចាក់ទៅលើតែសម្លៀកបំពាក់ទេខ្ញុំអត់ចាក់ទៅលើ background នេះព្រោះខ្ញុំចង់ឲ្យនេះជួយខ្ញុំ zoom ចូលឲ្យបងប្អូនទាំងគ្នាមើលនេះព្រោះខ្ញុំចង់ឲ្យរ៉ូបនេះឃើញទេវា contrast ស្អាតទេវាដាច់ផ្សែងណាវាដាច់ផ្សែងប៉ាមនៅលើរ៉ូបចឹង zoom out មកវិញមកយើងមើលទៅលើ subject របស់យើងបើយល់ដែរអញ្ចឹងខ្ញុំចុច OK apply ចឹងវាប៉ះទៅលើ background យើងដែរយើងម៉ាស់វាចុច option នៅជាប់ហើយចុចម៉ាស់មកយើងបោកទៅលើរូបយើងបានទៅលើរូបយើងបានដៃអីប៉ះតិចតួចបានតែមិនបាច់ប៉ះដល់មុខទេណាកុំឲ្យមុខយើង contrast ព្រោះអាហ្នឹងវាសំខាន់ដែរអត់ចាំបាច់ទេប៉ុន្តែតែមុខយើងមុខ subject យើង contrast វាមើលទៅសាច់រូបរឹងតែខ្ញុំចង់បោសទៅមេឃបន្តិចដែរដើម្បីឃើញមេឃឃើញ contrast ស្អាតបន្តិចអូខេចឹងយើងមើល before and after យ៉ាប់ឃើញរូបរបស់យើងគឺ contrast ស្អាតហ្មងចឹងខ្ញុំចុច merge layer ម្ដងទៀត select layer 2នឹងចូលគ្នាហើយ merge ហើយខ្ញុំចូលទៅម្ដងទៀតគឺសុំទោសខ្ញុំចូលទៅ filter ម្ដងទៀតតែខ្ញុំចូលទៅចាក់សាច់ម៉ត់ម្ដងសិនព្រោះនេះខ្ញុំត្រូវការចាក់សាច់ម៉ត់នេះខ្ញុំប្រើ medium ស្រេចតែម្ដងពេលយើងចូលមកកាន់ portraiture 4ហ្នឹងសាច់ម៉ត់ហ្នឹងចូលមកគឺនៅលើ medium ខ្ញុំប្រើ medium ប៉ុណ្ណឹងទាំងម្ដងខ្ញុំអត់មានប្រើអីថែមទៀតទេយើង zoom ចូលមកឃើញទេប្រើប៉ុណ្ណឹងគឺមុំទាំងម្ដងវាលើកពលឺសាច់ដែរនេះបងប្អូនចង់លើកពលឺសាច់នេះមកបូកនៅនេះ brightness នេះឃើញទេ brightness បូក2នេះកន្លែង enhancement នេះអញ្ចឹងបងប្អូនបូក brightness មកវាលើកពលឺសាច់ថែមបន្តិចទៀតហើយអានេះអីបងប្អូនតែសេរីបានដូចគ្នាតែខ្ញុំអត់សេរីទេខ្ញុំចុចយក medium សាច់ម៉ត់ medium ប៉ុណ្ណឹងខ្ញុំទទួលយកបានហើយថែមកន្លែង brightness នៅក្នុង enhancement នឹង2គ្រាប់ទៀត2កាំទៀតរួចរាល់ហ្មងអញ្ចឹងខ្ញុំចុចយក new layer ព្រោះខ្ញុំចង់បាន layer ថ្មីចុច OK ទៅគឺវាដំណើរការអញ្ចឹងនេះយើងមើល before and after នេះឃើញសាច់ម៉ត់យើងម៉ត់ទៅហ្មងតែវាមានវិធីមួយទៀតណាបងប្អូនពេលខ្លះសម្លៀកបំពាក់ពេលខ្លះចាក់សាច់ម៉ត់ទៅវាប៉ាមសាច់នេះយើងទៅវិញអញ្ចឹងវិធីដែលយើងការពារដើម្បីចាក់សាច់ម៉ត់ចូលតែសាច់គឺយើងម៉ាស់ដូចគ្នាដែរណាបងប្អូនចុចមក option នៅជាប់មកហើយចុចម៉ាស់មកយើងបោសទៅលើតែ subject របស់យើងទៅយើងបោសទៅលើតែ subject បោសទៅលើតែសាច់ហ្នឹងទៅអញ្ចឹងសាច់ម៉ត់ហ្នឹងវាចាក់ចូលតែសាច់ទេវាអត់ប៉ះពាល់ដល់ខោអាវអត់ប៉ះពាល់ដល់អីទេប៉ុណ្ណឹងមកគឺអូខេហ្មងយើងមើលនេះចូលតែសាច់ទេចូលទៅលើតែ skin tone របស់យើងឯងខ្ញុំមើលចូលគ្នាម្ដងទៀតហើយខ្ញុំចូលទៅកាន់ filter ចូល nick collection ម្ដងទៀតយើងយក nick six color effect ហ្នឹងមកហើយកន្លែងនេះគឺខ្ញុំរើស color នេះ cross processing ខ្ញុំឧស្សាហ៍ប្រើអានេះវា mood នៃរូបថតណាបងប្អូនទាំងអស់គ្នា mood នៃរូបថតអញ្ចឹងវាមានឡាត់មានអីទាំងស្រាប់អញ្ចឹងយើងរកមើល color ទៅដែលចង់ប្រើដោយសារតែរូបថតនេះរូបថតពេលថ្ងៃហើយមេឃយើងពណ៌ខៀវយើងរើស mood ឲ្យត្រូវជាមួយនឹងបរិយាកាសដែរអញ្ចឹងខ្ញុំមើលសិនខ្ញុំគិតថា L02 នេះ L02 នេះគឺសមរម្យសម្រាប់ខ្ញុំបន្ថយ strain បន្តិចមកថយ strain បន្តិចមកថយ opacity បន្តិចដែរចឹង80មុំអូខេចុច apply ចឹងមករូបថតយើងកាន់តែមាន mood ដែរឃើញទេ
កាន់តែឡើងពណ៌ស្អាតហើយតែគ្រាន់ថារូបនេះវាមានកន្លែងមួយដែលខ្ញុំត្រូវតែបោសចេញដើម្បីបន្ថយពន្លឺវាខ្លះព្រោះនេះវាមានពន្លឺផុសមកខ្លាំងពេកអញ្ចឹងយើងចុចអក្សរ O បងប្អូនទាំងអស់គ្នា shortcut អក្សរ O ហើយបើបងប្អូនចង់រកនេះនៅកន្លែងនេះ Dodge tool នេះអញ្ចឹងយើងចុច option ឲ្យជឿកន្លែងនេះគឺ highlight ខាងនេះយក highlight ហើយអានេះយក 10% ទៅបានហើយចុច option ឲ្យជាប់ឬក៏ចុច alt ឲ្យជាប់មកបោសបងប្អូនបោសកន្លែងណាដែលវាជាពន្លឺ highlight ហើយបងប្អូនឃើញ before and after ឃើញវាធ្លាក់ល្ងិតទេជាងយើងដុចពន្លឺនឹងតម្លាក់ចេញយើងដុចពន្លឺ highlight នឹងតម្លាក់ចេញដូចទាំងអស់នេះសូម្បីតែនៅខាងមុខនេះក៏ដោយដែរនេះយកមកវារៀងស្មើនេះបងប្អូនមើល before and after យើងបានពន្លឺរបស់យើងវាអត់ចាំងភ្នែកយើងពេលដែលយើងមើលរូបទៅភ្នែករបស់យើងគឺធ្លាក់ទៅលើ subject ហើយនឹង background របស់យើងហ្មង foreground វាជារឿងមួយដែលសំខាន់ដែរដែលយើងពេលយើងកែរូបយើងត្រូវតែមើលរបៀប masterpiece កែរូប masterpiece ដែលយើងត្រូវតែមើលអញ្ចឹងខ្ញុំចូលទៅមួយវគ្គទៀតគឺខ្ញុំចូលទៅ Nick Collection ម្ដងទៀតតែលើកនេះខ្ញុំចាក់នៅ Sharpener Pro នេះចុចចូលមកកន្លែងនេះគឺខ្ញុំចាក់ទៅលើ background បងប្អូនទាំងគ្នាចាក់ទៅលើ background ខ្ញុំអត់បានចាក់ទៅលើ subject ទេអញ្ចឹងខ្ញុំដកកន្លែងនេះឲ្យអស់ output sharpening នេះខ្ញុំដកឲ្យអស់ហើយខ្ញុំទៅឡើង structure ខ្ញុំឲ្យបងប្អូនទាំងអស់គ្នាមើល before and after ថាហេតុអីបានត្រូវចាក់អញ្ចឹងយើងឃើញបើកចូល30មើលទៅរូបយើងឡើងរឹងរៀងរឹងហ្មងសាច់ skin tone ណាអញ្ចឹងខ្ញុំចាក់ប៉ុណ្្នឹងទៅហើយខ្ញុំចុច OK ទៅមកយើងម៉ាស់ទៀតព្រោះដោយសារយើងអត់ចង់ចាក់ទៅលើសាច់មុខរបស់យើងទេព្រោះយើងអត់មានភាពចាំបាច់ចាក់ទៅលើសាច់មុខទេអញ្ចឹងយើងម៉ាស់ចុច option ឲ្យជឿចុចម៉ាស់អាចទៅមកទៀតយើងប្រើអក្សរ B brush tool ហ្នឹងព្រិចឲ្យធំមកខ្ញុំបោះទៅលើទៅសម្លៀកបំពាក់ហើយនឹងខាងមុខនេះខ្ញុំចាក់សាបវាមកវិញបន្តិចយើងអត់ប្រើទៅលើនេះរបស់យើងទេអត់ចាក់ទៅលើសាច់ទេអត់ចាក់ទៅលើ skin tone ទេអញ្ចឹងប៉ុណ្ណឹងអូខេយើងមើល before and after ឃើញរូបយើងកាន់តែស្អាតហ្មងដាច់ contrast ស្អាតហ្មងបន្ទាប់មកទៀតខ្ញុំមើលអានេះចូលទាំងអស់គ្នាណាចុច shift ឲ្យជាប់មកចុច layer ខាងក្រោមមកវាមើលឲ្យវា select អីអញ្ចឹង command អក្សរ E មកវាមើលបញ្ចូលគ្នាទៅមកខ្ញុំ check នៅពន្លឺចុចមកនេះហើយយើងយក level ហើយយើងមើល check ពន្លឺរបស់យើងទាញចូលមកកន្លែងនេះចុច option ឲ្យជាប់ណាតែឃើញឡើងពណ៌សអញ្ចឹងមានន័យថាឆេះហើយតែនេះខ្ញុំប្រើទៅលើនេះប៉ុណ្ណឹងសិនហើយខ្ញុំទាញពីខាងនេះទៅវិញខ្លះដែរចុច option ឲ្យជាប់ដូចគ្នាទាញពីខាងនេះទៅបើយើងឃើញលោតខ្មៅអញ្ចឹងមានន័យថាល្ងិតខ្លាំងហើយអញ្ចឹងយើងមកល្មមមកហើយយើងមើលចាប់ប៉ុណ្ណឹងគឺអូខេនេះគឺអូខេតែរ៉ូបនឹងមានអារម្មណ៍ថាដិតពេកអញ្ចឹងខ្ញុំសុំម៉ាស់អញ្ចឹងកន្លែងរ៉ូបនេះវាមើលទៅរៀងឆេះពេកអញ្ចឹងខ្ញុំត្រឡប់ចុចនេះត្រឡប់មកនេះហើយប្រើអក្សរ B ដែរយើងបោសកន្លែងនឹងចេញវិញព្រោះកន្លែងនឹងវារៀងភ្លឺពេកស្រាប់ហើយអញ្ចឹងយើងបោសតម្លាក់ចេញវិញខ្លះដើម្បីកុំឲ្យដិតទៅទាំងអស់ពេកអញ្ចឹងយើងបានរូបយើងដែលស្មើដែលមានពន្លឺស្មើកន្លែង highlight ក៏វាមិនភ្លឺដិតខ្លាំងពេកកន្លែង shadow ក៏វាមិនល្ងិតដល់ថ្នាក់បាត់ព័ត៌មានអញ្ចឹងយើងបានរូបស្អាតឃើញទេរូបស្អាតមកអញ្ចឹងយើងមើលចូលគ្នាមួយទៀតហើយយើងមើល before and after នេះរូបដែលយើងយកចេញពី Lightroom ហើយនឹងរូបដែលយើង master នៅក្នុង Photoshop វាបានទាំង color បានទាំង mood អីទាំងអស់អញ្ចឹងរូបនេះរួចរាល់អូខេយើងចុច save មកអូខេបងប្អូនទាំងអស់គ្នាអញ្ចឹងមេរៀនទី4របស់ពួកយើងគឺមានតែប៉ុណ្្នឹងឯងសង្ឃឹមថាបងប្អូនទាំងអស់គ្នាតាមទាន់ហើយបើតាមអត់ទាន់អាច comment នៅក្នុង YouTube របស់ខ្ញុំក៏បានហើយបើថាឆ្ងល់ខ្លាំងដែលត្រូវការសួរនាំនេះអាចតម្លាក់ចូលទៅក្នុង Telegram របស់ពួកយើងទៅដើម្បីអាចពិភាក្សាគ្នាបានអញ្ចឹងអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការរៀននៅមេរៀនទី4នេះហើយជួបគ្នានៅមេរៀនទី5